head pop 4ជាងដែលធ្វើឲ្យ trader ពីច្រើនតែខាននៅក្នុងទីផ្សារ forex ហើយពេលដែលពួកគាត់ខានអញ្ចឹងទៅគាត់តែងតែគិតថាការ trading គឺជាលបែងဆိုတော့នេះខ្ញុំសាន់នេះហើយខ្ញុំហ៊ាននិយាយថាការ trading មិនមែនជាលបែងទេខ្ញុំមានបទពិសោធន៍ទៅលើការ trading ជាង6ឆ្នាំតែការដកលុយជា proper ហើយនឹង account real ពី broker ដែលខ្ញុំកំពុងតែប្រើហើយនៅក្នុងថ្ងៃនេះខ្ញុំនឹងឲ្យពី4ចំណុចដែល trader ពីច្រើនគាត់មើលរំលង head pop ទី1គឺពួកគាត់ចូលផ្សារទៅតាមអារម្មណ៍អត់មានទស្សនៈអីសោះនិយាយទៅលេងបែបហ្នឹងគឺហៅលបែងតែម្ដងទី2គឺគាត់ព្យាយាមបញ្ចាស់រំហោនេះត្រូវដឹងថាទឹកលុយរបស់យើងគឺអត់ធំដូចពួកធនាគារឬក៏ស្ថាប័នធំៗទាំងអស់ហ្នឹងទេប្រៀបដូចជាយើងហៅបញ្ច្រាស់ទឹកកន្លងអញ្ចឹងខ្ញុំលើកឧទាហរណ៍មួយចុះដូចអ្នកនាងបានឃើញទីផ្សារបែបហ្នឹងចុះអញ្ចឹងអ្នកនាងបានឃើញឧទាហរណ៍ថាបើសិនជាផ្សារវាចង់ឡើងណាកន្លែងខាងក្រោមនេះគឺជា low ហើយកន្លែងខាងលើនេះគឺជា high ហើយកន្លែងខាងក្រោមនេះបើសិនជាទីផ្សារទំនោរឡើងប្រកាសតម្លៃទាបយើងហៅវាថា high low អញ្ចឹងបើសិនជាវា break ថៃមានកម្ពុជាថ្មីម្ដងហើយគឺមានន័យថាអានឹងកន្លែងនេះកន្លែងនេះយើងហៅវាថា BOS ឬក៏ break of structure មានទីផ្សារបន្តទៅឡើងទៀតហើយកន្លែងខាងលើនេះយើងហៅវាថា high មានទីផ្សារបានបង្កើតតម្លៃខ្ពស់ថ្មីអញ្ចឹងបើសិនអ្នកឃើញផ្សារបែបហ្នឹងហើយសួរថាអ្នកនេះព្យាយាម sell បែបម៉េចបើអត់ទាន់មាន channel director ឬក៏ confirm ផងអញ្ចឹងនៅពេលអ្នកឃើញ flow បែបហ្នឹងសួរថាតើខ្លួនយើងគួរតែប្រចាំរហូតអត់បើសិនជាពួកគាត់ឬក៏ស្ថាប័នធំៗគាត់ព្យាយាមបាយហ្នឹងអញ្ចឹងឧទាហរណ៍អ្នកនេះគួរមើលបែបហ្នឹងនៅក្នុង time frame ហ្នឹងខ្ញុំ recommend ឧទាហរណ៍ថានៅក្នុង time frame ធំៗដែលជា15នាទី30ឬក៏1ទៅអញ្ចឹងអ្នកនេះនឹងឃើញពី flowរបស់វាអញ្ចឹងដល់រ៉ាប់ណាវាអត់តមានជា channel of director ទេអញ្ចឹងមានទីផ្សារវាអត់មានការផ្លាស់ប្ដូរលំហូរវិញទេមួយទៀតបើសិនជាទីផ្សារវាចង់ដូរលំហូរឧទាហរណ៍នេះវាកើតតម្លៃខ្ពស់មួយហើយវាចង់ដូរលំហូរគឺប្រកាសជាវាមក break តម្លៃនេះឡើងវិញនៅនេះកន្លែងនេះហើយគឺយើងហៅវាថា channel of director ហើយនៅពេលដែលមាន channel of director តំបន់នេះវាអាចមានជា LVG ឬក៏ order block ឬក៏អីម្ដុំហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺយើងអាច sell បាននៅម្ដុំនេះវិញតាមពិតកន្លែងបាញ់មិញគឺជាទំនោរឡើងមិនអញ្ចឹងព្រោះកន្លែងនេះគឺជា low កន្លែងនេះគឺជា high នេះកន្លែងនេះគឺជា high over low ហើយកន្លែងនេះគឺជា high over high អញ្ចឹងទៅមានតែទីផ្សារបានបង្កើតតម្លៃខ្ពស់ហើយអញ្ចឹងនៅពេលដែលវាចង់ណាចុះឬក៏បដូរលំហូរនេះអាចមើលឃើញបែបនេះឃើញចឹងដើម្បីវាចង់ចុះគឺវាតែងតែនេះបង្កើតនេះកន្លែង high over high នេះគឺវាចុះមកគឺផ្ដាច់អីគេផ្ដាច់ high over low នេះកន្លែងនេះអញ្ចឹងកន្លែងនេះយើងហៅវាថាឆក់នេះកន្លែងខ្ញុំគូនេះកំពុងតែគូដដែលនេះកន្លែងនេះឆក់មានទីផ្សារបានផ្លាស់ប្ដូរលំហូរអញ្ចឹងនៅពេលដែលឃើញកន្លែងហ្នឹងប្រែ clear មិនមែនពេលខ្លះគ្នាយើងចូលភ្លាមទេគឺយើងរងចាំឲ្យវានេះឡើង retest នេះម្ដុំតំបន់នេះណាម្ដុំហ្នឹងអាចជា LVG ឬក៏អាចជាអីហើយបានយើង sell កន្លែងអញ្ចឹងបានយើងលេងអញ្ចឹងបានតែបើសិនជាអូថាយើងអត់ទាន់បានឃើញ flow ឬក៏ទីផ្សារឬក៏ទំនោរនេះកំពុងតែឡើងអត់ទាន់មាន channel director អត់ទាន់មានអីផងអ្នកនេះចេះតែ sell ឲ្យសួរថាតើយើងខ្លួនយើង volume តូចជាងបែបនេះតើយើងអាចឈ្នះរបស់ពួកគាត់បានទេអញ្ចឹងចំណុចហ្នឹងហើយដែលខ្ញុំចង់ឲ្យអ្នក focus ឬក៏ផ្ដោតបន្តិចទៅលើការលេងបែបហ្នឹងអញ្ចឹងយើងអាចប្រើយុទ្ធសាស្ត្រផ្សេងទៀតបានមិនមែនតែប្រភេទជា trend បែបហ្នឹងទេអ្នកនេះចង់ប្រើ ICT SMC ឬក៏ CRT ផ្សេងក៏បានសំខាន់គឺយុទ្ធសាស្ត្រណាមួយក៏បានដែរឲ្យតែអ្នកនេះអាចបង្កើតជា win rate ឬក៏ risk reward មានន័យថា1លើ2បានគេហៅថា risk 1លើ2មានន័យថាមិនឧទាហរណ៍ដល់ពេលខ្លះអ្នកនេះខាតអ្នកនេះហ៊ានខាត$10អ្នកនេះទៅតែហ៊ានចំណេញ$20បើអ្នកនេះហ៊ានខាត100អ្នកនេះទៅតែហ៊ានចំណេញ200អញ្ចឹងណាយើងប្រើ risk reward បែបហ្នឹងហើយយើងលេងបែបហ្នឹងទៅយើងអាចរស់នៅក្នុងទីផ្សារបានយូរចំណុចទី3ពេលដែលខុសហើយគឺអត់បានកត់ត្រាជាមួយនឹងកំហុសខ្លួនឯងអញ្ចឹងទៅអ្នកនេះត្រូវចាំថានៅពេលដែលអ្នកបង្កើតជាកំហុសអីមួយអ្នកនេះគួរតែកត់ត្រាបង្កើតជាកម្មវិធីអីមួយក៏បានដែរ Notion Excel ក៏បានដែលអាចកត់ត្រាទៅលើការចេញចូលផ្សាររបស់យើងដើម្បីយើងមើលដឹងថាតើពេលណាវេលាណាដែលយើងចូលផ្សារទៅឧទាហរណ៍ថាគ្នាយើងចូលផ្សារជាមួយអីគេយុទ្ធសាស្ត្រអីមួយអញ្ចឹងឧទាហរណ៍ time frame ពេលណាអ្នកនេះចូលផ្សារនៅកន្លែងធ្វើការចូលផ្សារនៅផ្ទះចូលផ្សារនៅហាងកាហ្វេអញ្ចឹងពេលដែលនេះកត់ត្រាវាគ្នាយើងនឹងឃើញថាអូខេកន្លែងនេះខ្ញុំឈ្នះឬក៏ខ្ញុំចាញ់អញ្ចឹងអ្នកនេះនឹងឃើញពីទម្លាប់ដែលនេះឈ្នះហើយនឹងទម្លាប់ពេលនេះចាញ់ពេលខ្លះយើង form មកក៏យើងត្រូវកត់ដែរនិយាយទៅមានតែខ្លួនយើងទេដែលដឹងពីខ្លួនយើងហើយយើងក៏ព្យាយាមកុហកយើងព្យាយាមសរសេរទាំងអស់ពេលណាដែលយើង form មកពេលណាដែលយើងធ្វើអីចឹងហើយបើសិននេះកត់ត្រាហើយអ្នកនេះអត់បានកែប្រែទេអញ្ចឹងមិនបាច់សម័យទេថាលទ្ធផលនឹងនេះចង់ខ្លាចជា profitable ក្នុងទីផ្សារហ្នឹងអាចទទួលបានជោគជ័យហ្នឹងព្រោះអ្នកនេះមកកត់ត្រាពីកំហុសហើយប៉ុន្តែអ្នកនេះអត់បានផ្លាស់ប្ដូរមកហ្នឹងព្រោះបើយើងមិនផ្លាស់ប្ដូរទេលទ្ធផលក៏ទទួលបានគឺនៅតែដដែលហើយចំណុចទី4ដែលអាចមើលរំលងបានហ្នឹងគឺជាតង spread របស់ broker អញ្ចឹងអ្នកនេះឧទាហរណ៍នេះ trade អ្នកនេះ complete មើលទៅលើ spread នៅក្នុង broker ផងព្រោះពេលខ្លះអ្នកនេះគ្រាន់តែចុចប៉ក់អ្នកនេះខាតបាត់ទេអញ្ចឹង spread កាន់តែធំត្រូវអ្នកខាតច្រើនអញ្ចឹងបើអ្នកនេះចង់បាន spread ទាបក៏ខ្ញុំមានដែរ broker ដែលខ្ញុំ recommend ខ្ញុំប្រើផ្ទាល់ខ្លួនអ្នកនេះអាចសាក់របងបានបើអ្នកចង់បាន rebate ត្រឡប់មកវិញអីចឹងទៅមានទាំង spread 20ហើយ spread 26 spread 26 rebate 6 US ពេលខ្លះអាចចំណុចទូចៗហ្នឹងក៏អាចមកផ្លាញជាមួយនឹងការ trading របស់យើងដែរពេលខ្លះយើងចុច sell ក្នុងតម្លៃ4500ស្រាប់តែពេលខ្លះយើងចុច sell ទឹកបានក្នុងតម្លៃ4000ជាង500ចុច1ឬក៏ចុចអីចឹងខាតកន្លះលេខអីចឹងទៅអញ្ចឹងធ្វើឲ្យការចូលផ្សាររបស់យើងក៏ពិបាកតាមនឹងដែរហើយខ្ញុំក៏សង្ឃឹមថាការចែករំលែករបស់ខ្ញុំនឹងទទួលបានចំណេះដឹងល្អៗសម្រាប់អ្នកទាំងអស់គ្នាហើយបើអ្នកនេះចង់សិក្សាបន្ថែមអ្នកនេះអាច join ចំណែកខ្ញុំឬក៏ community នៃ Trader ឬក៏ចង់បង្កើត account Trader ដើម្បីបាន spread ទាបអីអ្នកនេះអាច scan QR នៅខាងលើបានហើយចង់ឲ្យខ្ញុំធ្វើវីដេអូអីទៀតអ្នកនេះអាច comment ប្រាប់បានហើយពីខ្ញុំទៅមានតែប៉ុណ្្នឹងទេកុំភ្លេចជួបគ្នាជាមួយវីដេអូក្រោយជិះតទៀត Bye